សម្រាប់ពុកម៉ែបងប្អូនដែលគាត់ចំមន់ខ្សែឬក៏លក្ខណៈគ្រួសារបងប្អូនអាចយកទីសាស្ត្រនេះទៅសិក្សាឬក៏ធ្វើតាមខ្ញុំបានក្នុងចំណុចទី1នេះខ្ញុំអត់បានបែកមេទេគឺខ្ញុំទុកឲ្យមេនៅជាមួយរយៈពេលមួយអាទិត្យសិនក្នុងកូនបន្ទាប់ពីមួយអាទិត្យហ្នឹងខ្ញុំនឹងដាក់កូនក្នុងទ្រុងនឹងដដែលតែតម្លាក់មេចុះក្រោមដល់យើងដាក់នៅក្នុងទ្រុងធំយើងមួយអញ្ចឹងមកហើយនៅពេលដែលមានថ្ងៃយើងយកកូនមន់ហ្នឹងមកដាក់នឹងថ្ងៃវាក្តៅអញ្ចឹងទៅហើយមេនៅពីខោមអញ្ចឹងទៅទីសាស្ត្រនេះយើងធ្វើនេះគឺទី1ល្អកុំឲ្យមេជន់កូនចំជន់កូនងាប់បើកូនមន់យើងច្រើនហើយយប់ឡើងយើងចាប់វាដាក់ទៅវាក្រងកម្ដៅកូនល្អអញ្ចឹងកូនមន់វាល្អវាមានខ្ញល់រួញកឬក៏ងាប់អីទេសម្រាប់ទីសាស្ត្រទី2ខ្ញុំយកមេមកដាក់ជាមួយកូនដដែលតែដល់បលែងមេបលែងទាំងកូនតែយើងយកមកដាក់នេះគឺធុងដែលយើងបានចាក់សាបបើសិនជាធុងដែលយើងបានចាក់សាបទេខ្ញុំធ្លាប់ដាក់វាបកឲ្យមានជំងឺឆ្លងដូចជាជំងឺគេដុកសាច់ឬក៏ផ្ដាសាយទៅអញ្ចឹងបងប្អូនអរគ្នាអាចចាក់សាបស្ដាងទៅហើយយើងដាក់មេជាមួយនឹងកូនអញ្ចឹងទៅជប់ឡើងយើងបាច់ចាប់ដាក់ធុងអីទាំងអស់មេក្រងនៅនឹងទៅអញ្ចឹងកូនភាគរយងាប់គឺតិចមួយសបុកហ្នឹងគឺអាចល្បេះ1ឬក៏2ឯទេចឹងនេះជាបទពិសោធន៍របស់ខ្ញុំចឹងបើបុកម៉ែបងប្អូនចង់ដឹងបងប្អូនអាចសាកល្បងតាមខ្ញុំបានគឺវិធីសាស្ត្រនេះគឺល្អសម្រាប់កូនមន់នៅក្នុងខែត្រជាក់